សួស្តីបងប្អូនទាំងអស់គ្នាមកបងប្អូនមកលាយជ្រក់ញ៉ាំជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះមានជ្រក់ពិសេសហ่าបងប្អូនស្ដាយបដោខ្លួនឯងហើយផ្កាលក់ម៉ងនឹងទៅបេះនៅកន្លែងស្ទូចត្រីហ៎បងប្អូនហ្នឹងហើយអូខេតោះយើងធ្វើជ្រក់ញ៉ាំទាំងអស់គ្នាចានេះរួចហើយបងប្អូនស្ដែកហើយនឹងផ្កាស្នោលាយសម្រស់ឲ្យស្ងួតហើយខ្ញុំយកលាយជាមួយនឹងជ្រក់ស្បៃសមុទ្រខ្ញុំណាចាហ្នឹងហើយអូល្អដល់នេះស្ដាយក៏ល្អការលក់ម៉ុងនេះក៏ល្អស្រស់ល្អមុននឹងឡើងសពូនទុកក្នុងឡានក្តៅណាលើបានត្រូវទឹកឡើងស្រស់ចាដល់ថ្ងៃបើកមើលជ្រក់ឲ្យបងប្អូនថ្ងៃនេះ6ថ្ងៃហើយជ្រក់នេះហើយខ្ញុំចង់ដឹងថាជ្រក់ហ្នឹងជូរនៅហើយ6ថ្ងៃជូរឲ្យបងប្អូនជ្រក់ហ្នឹងអូណែអូធំស្បៃមកជ្រក់នេះវ៉ាវ looks good ធំស្បៃជ្រក់ឆ្ងាញ់ណាស់មើលទៅតំណងនេះពើគ្រីមល្អតានេះចាប់ដាក់កធុងចាប់ដាក់ចាន់ដែកហើយចាំហាន់វាបងពើនៅខាងក្រៅឡើងលឿងនៅក្នុងនេះមើលទៅដូចរាងគ្រីមនេះខ្ញុំត្រូវហាន់វាខ្លីៗបងប្អូនខ្លីដោយហើយយើងលាយជាមួយនឹងស្ដាយបដោនិងផ្កាលក់ម៉ុងចានេះខ្ញុំលាយប៉ុណ្ណេះញ៉ាំសិនព្រោះលាយទាំងអស់ញ៉ាំអត់អស់ទេខ្ញុំជ្រក់បាន3គីឡូចានេះខ្ញុំលាយប៉ុណ្ណេះសិនហើយខ្ញុំនឹងហាន់វាខ្លីប៉ុណ្ណេះណាមកចឹងនឹងណា1ជា3ចាស្បៃហាន់ចំណិតវែងខ្លីប៉ុណ្ណាបងប្អូនចង់បានក៏បានដែរចាស្បៃនេះខ្ញុំគ្រាន់ហាន់ឲ្យបងប្អូនមើលបន្តិចថាស្បៃខ្ញុំរៀបចំហាន់វាចំណិតខ្លីណាបងប្អូននេះដាក់នេះមកណាចាវាយហ្នឹងមកគឺយើងធ្វើជ្រក់មាញដែរបងប្អូនចាប៉ុណ្ណឹងមកទៅហៀងមកធ្វើបន្តអញ្ចឹងរហូតដល់អស់ស្បៃណាបងប្អូនចាបាក់រៀបក៏បានបងប្អូនចាប់មកដុំយកមកហាន់ហ្នឹងក៏បានដែរចាប់ចឹងបានដែរចាប៉ុណ្ណឹងមកយើងជ្រក់បានណាចាប់មកដុំចេះមកក៏បានដែរអូធំឡើងហួងធំដូចស្បៃហាងចាធំបញ្ញាំទៅដូចជ្រក់មៀនបងប្អូនជ្រក់មៀនចានេះជ្រក់ខ្ញុំហាន់រួចទេនេះខ្ញុំថែមមិញមកគីឡូទៀតណាព្រោះឲ្យវាតិចពេកខ្ញុំស្មានតែច្រើនเนาะតាមបានថតបង្ហាញបងប្អូនដាក់1គីឡូទៀតទេហាន់ដូចគ្នាបងប្អូនចានេះយើងគ្រាន់តែលាយស្ដាយបដោះមកហើយបងប្អូនមានផ្កាស្នោបងប្អូនដាក់ផ្កាស្នោទៅបើអត់មានយើងប្រើផ្កាលក់ម៉ុងដូចខ្ញុំណាខ្ញុំមិនដឹងថាបងប្អូនមានផ្កានឹងដែរអត់ទេតែបើថាអត់ទេគឺយើងដាក់ស្ដាយបដោះអីចឹងទៅបងប្អូនចាស្ដាយបដោះទៅបានណាចាអានេះធំក្លិនឈ្ងុយដូចជ្រក់ស្បៃបងប្អូនឆ្ងាញ់ណាចានេះរួចរាល់ហើយបងប្អូនខ្ញុំដូរចាន់ដែកដាក់រៀងចាន់ដែកធំតិចដើម្បីងាយស្រួលខ្ញុំច្បល់ចូលគ្នាអញ្ចឹងណាចានេះផ្កាលក់ម៉ុងស្ដាយបដោស្បៃសមុទ្រចាហើយតិចទៀតខ្ញុំនឹងដាក់ទឹកជ្រក់ស្បៃសមុទ្រនឹងចូលច្បល់ចូលគ្នា
ឲ្យសពចូលគ្នាទៅរួចហើយយើងផ្អាប់ទុកប្រហែលជា2 ថ្ងៃអីជូរបងប្អូនចា2 ថ្ងៃជូរញ៉ាំបានហើយបងប្អូនយកទៅដាក់ចូលក្នុងទូត្រជាយើងធម្មតាទៅទុកបានយូរអាទិត្យណាបងប្អូនអត់ខូចទេថ្ងៃណាចង់ញ៉ាំយកចេញមកញ៉ាំមកចាអូខេចឹងខ្ញុំរៀបចំចាក់ជ្រក់ស្ពៃនឹងចូលបន្តិចសិននេះទឹកជ្រក់ស្ពៃដែលយើងជ្រក់បន្លែសមុទ្រហ្នឹងណាបងប្អូនចាអត់ចោលទេហើយយើងយកមកចាក់ចូលនៅក្នុងចានដែកនេះទៅយើងច្របល់ចូលគ្នាបងប្អូនចានេះនេះពីកតោខ្ញុំដាក់ពីកតោ2 គីឡូបងប្អូនចានជ្រក់នឹងជ្រក់បាន2 គីឡូនេះមកហើយយើងច្របល់ចូលគ្នាទៅបងប្អូននេះស្ករហើយប៊ីចេងណាបងប្អូនចាហើយបើសិនជាបងប្អូនមានម្ទេសស្រស់បងប្អូនចង់ដាក់នៅក្នុងនឹងហើយបដ ாய் ក៏បានដែរចាហើយខ្ញុំអត់ដាក់ចូលក្នុងនឹងឯងព្រោះអីដោយសារកូនខ្ញុំគាត់អត់ចេះញ៉ាំហឹលបានណាតើខ្ញុំញ៉ាំខ្ញុំដួសញ៉ាំបានខ្ញុំដាក់ម្ទេសតាមក្រោយឥឡូវខ្ញុំច្របល់ចូលគ្នាមកសក់បងប្អូនដៃមកជាហៀងច្របល់ដៃជាងថតអត់សូវស្រួលទេបងប្អូនទុំប្រកាន់នេះបងប្អូនកូរឲ្យសព្វចេះមករួចហើយបងប្អូនដាក់ចូលនៅក្នុងកឡោផ្អាប់ទុក2 ថ្ងៃទៅណា2 3 ថ្ងៃទៅជូរហើយចានេះរួចរាល់ហើយមើលសម្បល់គួរចង់ញ៉ាំហ៎បងប្អូនអើយល្អឈ្ងុយចារួចរាល់ហើយបងប្អូនអើយនេះបាន2 គីឡូដែរចាអូខេអរគុណច្រើនបងប្អូនបានចូលមកមើលវីដេអូនាងខ្ញុំចាំជួបគ្នានៅវីដេអូក្រោយៗទៀតចាជម្រាបលាបាយបាយ